កូនល្អមានធម៌9យ៉ាងទៀតទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាបូជាសពធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់ម៉ែឪដោយប្រពៃទី6កូនណានៅតែនឹកឃើញឪពុកម្ដាយចេះតែធ្វើបន់ឧទ្ទិសឲ្យទៅកូននេះតម្កល់ខ្លួនជាកូនល្អហើយកូននឹងមានមហាស្នេហ៍ប្រកែបំផុតតាក់ដោយមនុស្សតាក់ដោយទេវតាតាមស្រឡាញ់ខ្លាំងលើសសារិកាលិនថោងទៀតសូម្បីតែប្រអិនក៏ថ្វាយអង្គមពីលើមេឃមកដែរប្រអិនថ្វាយអង្គមកូនល្អនេះទេវតាជាកូនចៅប្រអិននាំគ្នាថ្វាយអង្គមតាមកូនបែបនេះគេហៅកូនមិនចយត់មិនងាយស្លាប់តៃហោងទេអានឹងហើយដែលអាត្មាថាគេស្លាប់លាន់ហើយឯងមិនព្រមស្លាប់មកពីអីមកពីពួកយើងជាកូនមិនចយត់មិនងាយស្លាប់តៃហោងទេមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេយោមានតារាងពេតារាងវាមច្ចោថាមានបោសតិទេវាពេណងតិកឆន្តិមីតាបេតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូចិញ្ចឹមម៉ែឪប៉ណេះទៅទីកន្លែងណាទេវតានៅគ្រប់ទីកន្លែងនោះតាមថែអាសាកូននឹងឲ្យសុខសប្បាយតួយ៉ាងដោយពពោធិសត្វកើតជាតិណាព្រះអង្គទៅរកចំនួនជួញប្រែដើម្បីចិញ្ចឹមឪពុកម្ដាយមានឧបសគ្គគ្រោះថ្នាក់លិចទុកលិចសពើលិចសប៉ានគេស្លាប់ឡើងប្រងព្រាតព្រះអង្គមិនងាយស្លាប់ចេះទៅរស់ត្រឡប់មកវិញរហូតដល់កើតជាសវណ្ណសាមត្រូវព្រួញហើយប្រុសនឹងស្លាប់ក៏មានទេវតាចេញមកជួយឲ្យរស់ថែអាសាជីវិតបន្តទៀតកើតជាមហាជនលិចនៅក្នុងទឹកក៏មានទេវតាមកជួយទៀតកើតជារតនបជោតកើតទៅជាសត្វគោត្រូវយៈត្រូវខ្លាត្រូវអីចាប់ស៊ីក៏ប៉ុន្តែព្រះអង្គចេះតែមានទេវតាជួយឲ្យរស់បន្តមកទៀតដោយសារអានិសង្សកតញ្ញូគ្រួសារអ្នកមានធម៌កតញ្ញូនេះគឺជាគ្រួសារមានសុភមង្គលដែលព្រះអង្គសម្ដែងប្រាប់ទេវតាថារោគមង្គលនេះអត់ឃើញទេ12ឆ្នាំរកអត់ឃើញព្រះអង្គរកឃើញថាមង្គលដ៏ឧត្តមមាន38ប្រការក្នុងនោះមង្គលទី11លោកថាមេត្តាបេតុឧបដ្ឋានังអេតមង្គលមុតតមង្គកូនប្រុសស្រីណាទំនុកបំរុងមេត្តាបិតាដោយធម៌កតញ្ញូឈ្មោះថាជាមង្គលដ៏ឧត្តមគ្រួសារនោះនឹងមានសុភមង្គលញមើលឃើញដែរប៉ុន្តែព្រះអង្គរកឃើញហេតុវិនិច្ឆ័យវិញដែរមាន12ផ្លូវតកូនណាឈានជើងចូលទៅជន់ចំវិនិច្ឆ័យហេតុ12ផ្លូវនោះវិនិច្ឆ័យគាថាទី4លោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យអីគេវិនិច្ឆ័យហើយចាំជាងអាត្មាទៀតដូច្នេះវិនិច្ឆ័យមកពីណាមកពីខ្លួនយើងនាំខ្លួនដើរជន់ផ្លូវវិនិច្ឆ័យមិនដឹងគុណម៉ែមិនដឹងគុណឪវិនិច្ឆ័យហើយវិនិច្ឆ័យហ្នឹងស្អីគេអស់លុយអស់លៀបអស់យោអស់ស័កអស់ទ្រព្យសម្បត្តិឆ្លោះទាស់ទែងគ្នាក្តៅក្រហាយក្នុងក្រុមគ្រួសាររស់ស៊ីបាន2 3ថ្ងៃទិញក្អមទិញឆ្នាំងទិញពីង4 10ថ្ងៃឆ្លោះវាយខ្ទេចអស់បោកក្អមបោកចានប្រងប្រៅ2 3ថ្ងៃត្រូវគ្នាទៅទិញមកទៀតហ៎4 10ថ្ងៃឆ្លោះគ្នាប្រងប្រើមួយជីវិតហ្នឹងឃើញតែពីបានវែកខ្វះឆ្នាំងបានលៃកតាំងខ្វះជាងអេបានកញ្ច្រែងដេខ្វះស្មុកស្លាបានបន្តិចបន្តួចឆ្លោះតោះគ្នាវាយខ្ទេចខ្ទីអស់ស្រុំទ្រុលលេងលះគ្នាកូនព្រាត់ប្រាស់កូនខ្លះទៅនៅជាមួយយាយកូនខ្លះទៅនៅជាមួយតាកូនខ្លះរត់ចោលម៉ែឪទៅនៅកន្លែងកុមារកព្រាអស់ដូច្នេះហើយគ្រួសារនោះអត់មានសុភមង្គលទេអានឹងហើយដែលគេហៅថាវិនិច្ឆ័យលក់ខ្ទេចលក់ខ្ទីអស់ហើយអស់ទាំងផ្ទះអស់ទាំងសម្បែងអស់ទាំងដីអស់ទាំងធ្លីដើរដេកតាមចាមថ្នល់ធ្លាក់ខ្លួនសុំទានគេទៀតក៏មានដល់តែខ្លួនកាន់តែចាស់អាកូនក៏លែងទទួលស្គាល់ប្តីប្រពន្ធលែងទទួលស្គាល់បងប្អូនលែងទទួលស្គាល់ជីវិតសែនកំសត់នឹងហើយដែលគេហៅថាវិនិច្ឆ័យមកពីអីមកពីធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយ